ស្ដីបងប្អូនទាំងគ្នាបងត្រឡប់មកកាន់ channel រង Tech ហើយវីដេអូនេះខ្ញុំបង្ហាញអំពីរបៀបនៅក្នុងការតម្លើងMicrosoft សំទោសនឹងតម្លើង Adobe Photoshop Ella HD ID ជាដើមហ្នឹងអញ្ចឹងដើម្បីឲ្យតម្លើងបានអ្នកទាំងអស់គ្នាបើមាន Chrome ចូលកាន់ Chrome ទៅបើមាន Microsoft Edge ចូលមកកាន់ Microsoft Edge មកយើងចូលមកកាន់ browser មួយណាក៏បានដែរអីទេអញ្ចឹងនៅពេលដែលវាចេញមកបែបនេះអ្នកទាំងអស់គ្នាជួយអង្គឡើង search the web នេះមកយើង search ពាក្យថាMustache នេះគឺអា mustache.net នេះអ្នកទាំងអស់គ្នាចុចលើវាមកហើយអូខេនេះគឺអា website លើគេនេះមួយនេះអញ្ចឹងកន្លែងនេះយើង search Adobe ចាំតិចរបស់ខ្ញុំរៀង slow Adobe collection Adobe Master Collection Enter មកអូខេខ្ញុំ recommend អ្នកទាំងអស់គ្នាប្រើ2023ទៅគឺស្រួលប្រើជាងនេះគឺ Adobe Master Collection 2023នេះគឺរាល់ថ្ងៃគឺខ្ញុំប្រើជាមួយនឹង2023ដែរគឺវាប្រើទៅវាស្រួលប្រើជាង2024និង2025អញ្ចឹងយើងចុចលើ2023នឹងមកហើយយើងចុច direct download មួយនេះហើយយើងចុច go to download page នេះclick here to download ហ្នឹងយើងចុចលើវាមកនេះវាចេញអញ្ចឹងគឺវា download ហើយបើអ៊ីនធឺណិតអ្នកទាំងអស់គ្នាលឿនវា down លឿនទេអូ 30G អ្នកទាំងអស់គ្នាធំដែរណាមិនមែនតូចទេនេះអញ្ចឹងដោយឡែកខ្ញុំបាន download រួចហើយអញ្ចឹងខ្ញុំមិនចាំបាច់ down ទេតែអ្នកទាំងអស់គ្នា down ឲ្យពេញមកអញ្ចឹងខ្ញុំចូលមកកាន់ត្រៃរបស់ខ្ញុំ Adobe ខ្ញុំទុកនៅក្នុង Adobe នៅពេលដែលវា down មកគឺវាចេញ file zip បែបនេះអញ្ចឹងយើងពលាវាមក click មកស្ដាំលើវាយើងយកពាក្យថា WinRAR មក extract to master Adobe Master Collection នេះមកdesign របស់ខ្ញុំបានធ្លាប់ extract វាម្ដងអញ្ចឹងវាចេញមកបែបនេះអញ្ចឹងខ្ញុំចុច yes to all នេះមកត្រង់ហ្នឹង extract វារៀងយូរដែរអញ្ចឹងអ្នកទាំងអស់គ្នាចាំវាសិនមកចាំវាដល់ពេញមកនៅពេលដែលអ្នកទាំងអស់គ្នា extract បានជោគជ័យហើយអ្នកទាំងអស់គ្នាចូលមកកន្លែង folder អ្នកទាំងអស់គ្នាបាន extract ហ្នឹងមកអូខេហើយចុចវាទៀតអ្នកទាំងអស់គ្នាត្រង់នេះខ្ញុំសូមផ្ដាំថាអ្នកទាំងអស់គ្នាត្រូវបិទ Windows Defender នេះសិននេះ Windows Security ហ្នឹងយើងត្រូវបិទវាសិនមកដើម្បីកុំឲ្យវាចាប់មេរោគអញ្ចឹងណាហើយនេះវាស្រីវិធីសិនមកហើយយើងយកពាក្យថា manage setting ហើយយើង turn off កន្លែងនេះមកចុច yes មកអូខេកន្លែងនេះយើងបាន turn off រួចហើយអញ្ចឹងយើងអ្នកទាំងអស់គ្នាអាចមើល readme របស់គេនេះបានមើលមកតើមុនតឡើងគេធ្វើមិនខ្លះអញ្ចឹងណានេះគេឲ្យ install Adobe Master Collection មកហើយដូចជាអត់មានអីត្រូវពិបាកអីច្រើនទេអ្នកទាំងគ្នាមើល
ok យើងទៅតឡងវាមកតានេះអ្នកទាំងគ្នាឃើញ auto play .ee នេះទេអញ្ចឹងយើងចុចលើវាមកហើយយើងคลิกមកស្ដាំហើយបន្ទាប់មកយើងយកពាក្យថា run administrator មកហើយយើងចុច yes មកត្រង់នេះយើងចុច install វាមកអូខេវាមិនជាបញ្ហាទេចុច install មកនៅពេលដែលយើងចុច install គឺវាចេញមកបែបនេះយើងរងចាំវាសិនមកអូខេត្រង់កន្លែងនេះបើសិនបើអ្នកទាំងអស់គ្នាចង់បានAdobe មួយណាអ្នកទាំងអស់គ្នាthíchវាទាំងអស់អញ្ចឹងមកបើសិនបើអ្នកទាំងអស់គ្នាមិនចង់បានទេយ៉ារបស់ខ្ញុំដោយសារមិញខ្ញុំរ៉ាន់2ខ្ញុំខ្វាយវាចំមួយសិនបើសិនបើអ្នកទាំងអស់គ្នាចង់បានមួយណាអ្នកទាំងអស់គ្នាដកវាចេញឧទាហរណ៍ថាខ្ញុំដក Adobe Acrobat នេះចេញមួយអូខេខ្ញុំសុំតឡើង 2-3 ទេដោយសារបើតឡើងច្រើនវាយូរអញ្ចឹងខ្ញុំសុំតឡើងខ្ញុំដកចេញនេះ Adobe XD នេះខ្ញុំទុកខ្ញុំដកអាណាដែលខ្ញុំមិនទាន់ប្រើប្រាស់វាខ្ញុំដកចេញ Adobe Premium Rush នេះមួយទៀត Adobe Premium Pro ទុក Adobe Photoshop ទុកAdobe Media ខ្ញុំដកចេញសិនខ្ញុំអត់ទាន់ត្រូវការវាទេអានេះខ្ញុំក៏ដកចេញដែរ Adobe InDesign នេះក៏ហ្នឹងខ្ញុំដកចេញសិននេះខ្ញុំដកចេញដែរAI ខ្ញុំទុកអានេះខ្ញុំដកចេញដែរអានេះខ្ញុំដកចេញអស់បើអ្នកទាំងអស់គ្នាបើចង់បានទាំងអស់អ្នកទាំងអស់គ្នាមិនចាំបាច់ដក thích ដូចខ្ញុំទេព្រោះដោយសារខ្ញុំrecord វីដេអូអញ្ចឹងវាអាចយូរអញ្ចឹងខ្ញុំយកតែប្រហែលកម្មវិធីទេអញ្ចឹងនៅពេលបានប៉ុណ្ណឹងអ្នកទាំងអស់គ្នាក៏ចុច continue មកត្រង់កន្លែងដែលខ្ញុំដកមិញហ្នឹងគឺខ្ញុំដកបានន័យថាកម្មវិធីដែលខ្ញុំអត់ចង់យកហ្នឹងគឺខ្ញុំដកចេញអញ្ចឹងអ្នកទាំងអស់គ្នា install ទាំងអស់ក៏បានដែរតែវារៀងយូរអញ្ចឹងណាអញ្ចឹងកន្លែងនេះយើងរងចាំវា install សិនមកអូខេឥឡូវនេះគឺយើងឃើញថាវាបានពេញហើយគឺចំនួន5របស់យើង Adobe Acrobat Adobe Illustrator Photoshop Premium XD ហ្នឹងគឺមិញខ្ញុំបានតឡើង5ហ្នឹងហើយអូខេយើង close វាមកនៅពេលដែលអ្នកទាំងអស់គ្នាតឡើងបានហើយគឺវាអត់សូខ្ញុំសុំខ្វែងនេះសិនគឺវាអត់សូAdobe ទាំងអស់ហ្នឹងនៅលើ desktop របស់យើងអញ្ចឹងអ្នកទាំងអស់គ្នាចូលកន្លែងប៊ូតុង search មួយនេះមកហើយវាយពាក្យថា Photoshop នេះដូចជា Adobe ខ្ញុំវាយមក Photoshop អូខេនេះយើងคลิกមកស្ដាំលើវាមកហើយយើងយកពាក្យថា Open File Locationត្រង់កន្លែងនេះយើងคลิกមកស្ដាំលើវាមកលើ Adobe Premium Pro ហ្នឹងគឺយើងដាក់វាទៅលើ desktop របស់យើងអញ្ចឹងយើងសូមមក option ហើយ send to នេះមក shortcut desktop shortcut ហ្នឹងមកនេះគឺវា load មកអញ្ចឹង Photoshop អីធ្វើដូចតែគ្នានឹងដែរដូចតែគ្នាដែរទេយើងសូមមក option មកហើយ send to desktop ហ្នឹងមកហើយ Illustrator យើងធ្វើដូចគ្នានឹងមកហើយ send to អូខេប៉ុណ្ណឹង
អញ្ចឹងយើងសាកបើកតេស្តជាមួយនឹង Photoshop យើងដែលយើងបានតម្លើងមិញឥឡូវយើងសាកតេស្តមើលតើវាប្រើការកាត់អត់វាចេញមកបែបនេះយើងខ្វាញ់វាចំមកអូខេនេះគឺជា Photoshop របស់យើងអញ្ចឹងយើងអាចប្រើប្រាស់បានដោយសេរីគឺវាមានជាប់អី license ជាប់អីទេអញ្ចឹងវីដេអូហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេបើសិនបើអ្នកទាំងអស់គ្នាធ្វើមិនបានអីហ្នឹងអ្នកទាំងអស់គ្នាអាច comment នៅក្រោមវីដេអូរបស់ខ្ញុំហើយបើអ្នកទាំងអស់គ្នាគិតថាវីដេអូនេះមានប្រយោជន៍អ្នកទាំងអស់គ្នាជួយ Subscribe និងដាក់រូបកណ្ដឹងផងដើម្បីទទួលបានវីដេអូថ្មីៗនិងចំណេះដឹងថ្មីៗសូមអរគុណនិងសូមជម្រាបលា